បងប្អូនណាខ្លះចង់ដាក់មកវីដេអូពេលដែលគេខលមកយើងនឹងឲ្យលោតចេញមកបែបនេះអត់បងប្អូនមិនថាវីដេអូរបស់យើងឬក៏រូបភាពរបស់យើងទេបងប្អូនណានឹងឲ្យយើងអាចដាក់បានជាមួយបទចម្រៀងនឹងផងដែរតើឥឡូវខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបដាក់ឲ្យចេះធ្វើទាំងអស់គ្នាតែម្ដងបងប្អូនណាហ្នឹងហើយឥឡូវបងប្អូនចុចចេញមក Home សិនមកបន្ទាប់ពីខ្ញុំចុចចេញមក Home ហើយបងប្អូនចុចចូលនៅក្នុងបាទសញ្ញាទូរស័ព្ទរបស់យើងហ្នឹងបងប្អូនណាហ្នឹងហើយបងប្អូនចុចមកបន្ទាប់មកបងប្អូនណាវាលោតចេញមកបែបនេះហើយបងប្អូនចុចចូលកន្លែងត្រេ3ខាងលើនេះមកបងប្អូនចុចចូលពាក្យថា setting នេះបងប្អូនណាហ្នឹងហើយបងប្អូននឹងឃើញពាក្យនេះ call background បងប្អូនចុចចូលមកបាទដោយសារខ្ញុំបានភ្ជាប់រួចរាល់បងប្អូនណាហ្នឹងហើយភ្ជាប់រួចរាល់វាចេញជាលក្ខណៈវីដេអូបែបនេះបើសិនជាបងប្អូនមិនទាន់បានភ្ជាប់ទេបងប្អូនចុចចូលឡើងនេះបាទចុចចូលកន្លែង background ហ្នឹងមកហើយបងប្អូនចុចចូលទៅរកមើលបាទវីដេអូបងប្អូននេះបងប្អូនចុចសញ្ញាលេខបូកនេះក៏បានដែរចុចចូលទៅ select យកវីដេអូឬក៏រូបភាពបងប្អូនហ្នឹងហើយបើសិនជាបងប្អូនចង់ដាក់វីដេអូឬមានបទចម្រៀងបងប្អូនទៅបាទភ្ជាប់វាឲ្យមកហើយបងប្អូនក៏ connect យកទៅចុចទៅអូខេហើយបងប្អូនណាហើយបងប្អូនចុចចូលឡើងលេខបូកហ្នឹងមកហើយបងប្អូនចុចយកចំណុចកណ្ដាលបាទ select from បាទ gallery របស់យើងបងប្អូនចុចចូលមកបងប្អូនអាចចូលជ្រើសរើសបានឡើយឧទាហរណ៍ចុចចូលទីនេះយកវីដេអូមួយនេះបាទនេះបងប្អូនណាបងប្អូនឃើញទេបាទពេលបងប្អូនចុចបាទ select យកវីដេអូបងប្អូនហើយបងប្អូនត្រូវចុចបើកវាផងបាទចុចបើកមកនេះចុចបើកបែបហ្នឹងហើយបងប្អូនចុចពាក្យថានេះហ្នឹងហើយមិញខ្ញុំចុចបាត់ហើយបាទហើយបងប្អូនចុចម្ដងទៀតមកចុចម្ដងទៀតនេះបងប្អូនចុចចូលឡើងនេះ set as call background បងប្អូនណាបងប្អូនចុចចូលទីនេះមកបាទហើយបងប្អូនចុចមកក្រោយវិញមកហ្នឹងហើយចុចមកទៀតចុចអស់មកហ្នឹងហើយបងប្អូន call មកបាទពេលដែលយើង call ទៅគេក៏ load ចេញ background ដែលយើងបាន save មិញហ្នឹងពេលដែលគេ call មកយើងក៏ load ចេញដូចគ្នាបងប្អូនណាហ្នឹងហើយបងប្អូនអាចអនុវត្តបានឥឡូវខ្ញុំឧទាហរណ៍បងប្អូនខ្ញុំនឹង call ឲ្យបងប្អូនមើលតែម្ដងបាទបងប្អូនក៏ចុចចូលទៅលេខណាមួយទៅឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចុចចូលលេខពេលគេខលមកយើងក៏វាលោតចេញវីដេអូ background បែបនេះដែរបងប្អូនណាហ្នឹងហើយអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបាទសូមជម្រាបលា